តើអ្នកដឹងទេថាពូជជ្រូកមួយប្រភេទដែលមនុស្សជាច្រើនចាត់ទុកថាជាពូជនៅក្នុងចំណោមពូជជ្រូកដែលអាក្រក់បំផុតនៅលើពិភពលោកមែនហើយយើងកំពុងនិយាយអំពីជ្រូកថៃហ៊ូដែលមានដើមកំណើតនៅតំបន់ថៃឡាក់ក្នុងប្រទេសចិនរូបរាងរបស់វាគឺมันអាចច្រឡំគេបាននោះទេស្បែកខ្មៅជ្រីវជ្រួញដូចជាមានផ្នត់រាប់ពាន់ផ្នត់ក្បាលទំហំធំត្រចៀកធំនិងគ្របដណ្ដប់ស្ទើរតែភ្នែករបស់វាផងដែរប៉ុន្តែកុំចាញ់បោករូបរាងរបស់វាពូជនេះគឺជាកំណប់ទ្របសែនពិតប្រាកដវាល្បីល្បាញដោយសារតែអត្រាបន្តពូជខ្ពស់របស់វាដោយមានកូនជ្រូកជាមធ្យម14ក្បាលនិងថែមទាំងបានឡើងរហូតដល់20ក្បាលទៀតផងលើសពីនេះទៅទៀតជ្រូកថៃហោមានភាពធន់នឹងជំងឺខ្លាំងដែលធ្វើឲ្យវាល្អសម្រាប់បរិស្ថានជនបទនិងអាកាសធាតុដែលលំបាកពួកវាអាចទទួលទានរសជាតិសរសៃច្រើនឬក៏សូម្បីតែរុក្ខជាតិទឹកដោយសម្រាប់ខ្លួនទៅនឹងរបបអាហារសេដ្ឋកិច្ចពូជជ្រូកដែលគេស្គាល់ច្បាស់បំផុតរបស់វាគឺម៉ៃសានដែលក៏អាចផលិតភាពខ្ពស់និងមានតម្លៃខ្ពស់ដែរចុះសាច់របស់វាវិញទោះជាវាមិនមែនជាជ្រូកដែលស្គមបំផុតក៏ដោយខ្លាញ់របស់វាត្រូវបានគេកោតសរសើរយ៉ាងខ្លាំងនៅក្នុងម្ហូបប្រទេសចិនព្រោះវាផ្ដល់នូវភាពវៃនភាពជ្រាវជ្រៅនិងទន់ភ្លន់ដោយមិនសង្ស័យជ្រូកពូជអាក្រក់នេះលាក់តម្លៃដ៏អស្ចារ្យ